ខ្ញុំហេតុអ្នកបើកហាងបង្គាទល់មុខខ្ញុំតានេះមិនដឹងពីរបៀបធ្វើឲ្យខ្លួនអ្នកអាម៉ាស់មុខទេខ្ញុំបើកចុងសប្តាហ៍នេះហើយលោកចាំងនឹងមកមើលនៅពេលដែលពេលវេលាមកដល់កុំខ្ជះខ្ជាយលុយរបស់អ្នកត្រឡប់ទៅកៅអីខនធីដើម្បីត្បាញតូបគុំយំគ្មានកន្លែងយំទេហាហាហាដំបូងខ្ញុំមានចិត្តទន់ភ្លន់ហើយបានបិទហាងតូចមួយនៅទីក្រុងមកជួយគាត់មិត្តរួមថ្នាក់ចាស់អ្នកត្រូវតែជួយសង្គ្រោះខ្ញុំប្រសិនបើអ្នកមានជំនាញនេះតើមានអ្វីកំពុងកើតឡើងនៅទីនេះនិយាយវិយុទ្ធគាត់និយាយនៅពេលនោះអាហារពេលល្ងាចរបស់គាត់មិនអាចដំណើរការបានទេបន្ទាប់ពីកន្លះឆ្នាំស្ទើរតែសៃធុនខ្ញុំសូមជួយគាត់ការវិនិយោគបច្ចេកវិទ្យាប្រាក់ចំណេញគឺត្រឹមត្រូវខ្ញុំបានបិទចរន្តអគ្គិសនីសម្រាប់ភាពរភាពខ្ញុំចង់ជួយគាត់ឲ្យមានស្ថិរភាពស្ថានភាពមុនពេលធ្វើផែនការវាជាការឈ្នះឈ្នះខ្ញុំមិនរំពឹងថាគាត់ជាមនុស្សរមិលគុណទេហើយលួចរូបមន្តរបស់ខ្ញុំប៉ុន្តែចាងយ៉ាងអ្នកនឹងមិនអាចបង្ហាញបានពីល្បីថ្ងៃទេយករបស់នេះឲ្យត្រាំខ្ទឹមវូហ្វទោះយ៉ាងណាម្ដាយមិនអាចញ៉ាំវាបានទេជាមួយនឹងការយល់ដឹងរបស់អ្នកមានចាំងអំពីអាកប្បកិរិយារបស់ពួកគេនាងប្រកាសជា5សៅបង្គាលៀងសម្រាប់បង្គាពួកប្រភេទនេះរឿងនោះមើលទៅល្អវាមិនមានសវត្ថិភាពទេមិនមែនខ្ញុំទេអ្វីមួយនឹងកើតឡើងឆាប់ឬក្រោយមកស្តង់ដារមុនរបស់លោកចាងសម្រាប់ការលាងបន្លែគឺមានបញ្ហាពេកសូមធ្វើឲ្យសាមញ្ញតើអ្នកអាចលាងសម្អាតវាបានទេហេអូលីមីងឆេងមិនដឹងអ្វីទាំងអស់អ្នកសម្រេចចិត្តខ្ញុំពិតជាមិនអាចដោះស្រាយបានច្រើនទេអ្វីដែលខ្ញុំអាចធ្វើបានគឺលាងសម្អាតភាពពិការភ្នែករបស់ខ្ញុំប្រើគ្រឿងផ្សំថ្មីបំផុតទុកឲ្យអាហារពេលល្ងាចមានអារម្មណ៍បេះដូងនៅពេលពួកគេញ៉ាំបង្គាមីងជេងបានឮថាអ្នកក៏នៅក្នុងទីក្រុងដែរតោះចូលរួមទាំងអស់គ្នាថ្ងៃសុក្រនេះភ្លាមនោះបានគីមូនបានទូរស័ព្ទហើយអញ្ជើញខ្ញុំទៅពិធីជប់លៀងថ្នាក់ជួបជុំគ្នារៀងរាល់2 ទៅ 3 ឆ្នាំម្ដងហើយខ្ញុំមិនបានបដិសេធទេដរាបណាអ្នកមកដល់ការជួបជុំថ្នាក់ខ្ញុំទើបតែឃើញចាងយ៉ាងកំពុងអង្គុយនៅកៅអីសំខាន់មិត្តរួមថ្នាក់នៅជុំវិញខ្ញុំកំពុងនិយាយលួងលោមខ្ញុំបានឮថាទីក្រុងអាហារពេលល្ងាចភ្លឺនិងពិការភ្នែករបស់អ្នកអាចគ្រប់គ្រងរាប់រយរាប់ពាន់ក្នុងមួយខែអ្នកពូកែជាងគេក្នុងចំណោមមិត្តរួមថ្នាក់ត្រូវប្រកាសថាធ្វើឲ្យយើងខ្លាចជាអ្នកមានត្រូវហើយហាហាហាហេហាគ្មានអ្នកណាកត់សម្គាល់ខ្ញុំទេបន្ទាប់ពីខ្ញុំអង្គុយមនុស្សគ្រប់គ្នាកំពុងស្ដាប់ដោយយកចិត្តទុកដាក់នៅរឿងរ៉ាវនៃការត្រឡប់មកវិញដ៏អស្ចារ្យខ្ញុំបានជួយគាត់សម្អាតបរិយាកាសអាជីវកម្មគុណភាពអាហារហើយបានធ្វើឲ្យបង្គាដែលមានសម្ងាត់របស់ខ្ញុំជាហត្ថលេខាមាសរបស់គាត់ហើយឥឡូវនេះគាត់គិតថាវាជាកំហុសរបស់គាត់លីមីងឆេងហេតុអ្វីបានជាអ្នកមកទីនេះ